បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺទៅដោះស្រាយបាទតើទៅជាមួយចម្ងល់តែបងប្អូនជាច្រើនរួមទាំង admin ក៏ឆ្ងល់ដែរថាហេតុអ្វីបានជាខាងបាទពួកសៀមនោះវាខ្លាចតើទៅជាមួយនឹងរូបសំណាកដែលមានព្រះវិស្ណុបាទជិះលើសត្វគ្រុឌហើយដៃគឺកាន់ធ្នូគឺប្រុងប្រៀបគឺត្រៀមបាញ់ហើយនឹងមានសំបាទភិវុធផ្សេងតើលោកត្រៀមនឹងបាញ់អ្វីបងប្អូនអរគ្នាហើយជាពិសេសរូបសំណាកតេតើជាមួយនឹងព្រះវិស្ណុជិះលើសត្វគ្រុឌនេះបាទគឺខាងសៀមនឹងវាខ្លាចហើយវាចាញ់ច្រាបមែនតើបងប្អូនទាំងអស់គ្នាបងប្អូនណាជាពិសេសមានយពេបេសាចបាទមានយពេយាយធ្មប់សរិនថងហើយនឹងអាស្ដេចបាទស្ដេចបេសាចវចនាលង្កនគឺពួកវាគឺខ្លាចតេតើជាមួយនឹងរូបសំណាកនេះបងប្អូនទាំងអស់គ្នាតោះអញ្ចឹងក្នុងវីដេអូនេះយើងនឹងដោះស្រាយចម្ងល់ទាំងអស់គ្នាហើយសូមបញ្ជាក់បងប្អូនណាដោយសារវីដេអូនេះរៀងវែងអញ្ចឹងមានសុំកាត់បាទចេញជាពីរភាគបងប្អូនណាគឺភាគ1 admin នឹងផុសនៅដូចជាពេលព្រឹកហ្នឹងនៅថ្ងៃនៅពេលព្រឹកថ្ងៃទី30ហ្នឹងហើយដល់ពេលភាគ2 admin សុំកាត់ទៅផុសនៅថ្ងៃនឹងដដែលប៉ុន្តែនៅវេលាម៉ោង11បងប្អូនអរគ្នាតោះឥឡូវសូមបងប្អូនទៅតាមដានទស្សនាទៅជាមួយនឹងការដំណើររឿងជាមួយនឹងបងប្រុសទាំងអស់គ្នាបងប្អូនណាគេផុសរូបព្រះវិស្ណុគង់លើខ្សាត់គ្រុឌហើយបាញ់ធ្នូទៅកាន់ប្រទេសសៀមបងប្អូនរូបចម្លាក់នេះគឺមានរឿងរ៉ាវដែលចាក់ដោតមែនតើហើយពាក់ព័ន្ធជាមួយនឹងប្រទេសឈ្លានពានសៀមនឹងអញ្ចឹងបងប្អូនអាចស្ដាប់ជាមួយនឹងខ្ញុំបានតោះអញ្ចឹងរឿងហ្នឹងមុនដំបូងគឺមានអីសីព្រាហ្មណ៍ម្នាក់ណាមានប្រពន្ធ2ប្រពន្ធដើម1ប្រពន្ធចុង1ណារស់នៅជាមួយនឹងគ្នាក្នុងអាស្រមអីមួយនៅក្នុងព្រៃអីចឹងទៅបន្ទាប់មកទៀតប្រពន្ធ2នាក់ហ្នឹងប្រពន្ធដើមនិងប្រពន្ធចុងហ្នឹងក៏បបួលគ្នាទៅមួយទឹកស្រះណានៅក្នុងព្រៃបន្ទាប់មកទៀតពពួកត្រីកភ្លៀងពពួកត្រីមាត់ដាច់ទៅវាបាននិយាយថាចេះអូមើលណោះម្នាក់ដូចយាយម្នាក់ដូចចៅអញ្ចឹងណាវានិយាយអញ្ចឹងហើយលឺទាំង2នាក់ហើយប្រពន្ធ2នាក់ហ្នឹងក៏មកក្នុងអាស្រមវិញជាមួយនឹងអីសីណាមកវិញតែពេលទៅប្រពន្ធចុងអីសីហ្នឹងគេក៏សួរប្រពន្ធនេះណាប្រពន្ធចុងណាប្រពន្ធសួរអីសីណាគេសួរថាឯងខ្ញុំហើយនឹងប្រពន្ធមួយទៀតហ្នឹងណាអាចជាងដល់ពេលអីសីហ្នឹងឮអីសីហ្នឹងឆ្លើយតែមកខំណាកុំអោយនេះណាទៅនិយាយអីប្រពន្ធដើមចាស់ហើយលក្ខណៈដូចយាយហ្នឹងណាគេនិយាយឲ្យហើយណាដល់ពេលនិយាយហើយម្នាក់ប្រពន្ធដើមក៏លួចស្ដាប់ឮណាហើយប្រពន្ធចុងគេរំភើបគេហើយប្រពន្ធដើមក៏អន់ចិត្តហើយអីសីក៏រត់ទៅនេះវិញទៅតាំងសមាធិដល់ពេលដែលតាំងសមាធិប្រពន្ធតាំងសមាធិមកបែកទៅហើយក៏ប្រពន្ធចុងគេនេះគេណាគេអឿគេណាគេកតើតគេបានលឺពាក្យពិតគេថាប្រពន្ធចុងស្អាតជាងអីចឹងទៅអញ្ចឹងគេក៏ទៅនេះទៅប្រាប់ប្រពន្ធដើមថាខ្ញុំគិតថាកន្លែងហ្នឹងមិនសមនឹងអ្នកឯងទៀតទេណាមើលទៅអ្នកឯងគួរតែចាក់ចេញពីអាស្រមមួយហ្នឹងជាមួយនឹងអីសីទៅណាគួរយល់ហើយថាមកពីអីចឹងណាដល់ពេលទៅប្រពន្ធដើមហ្នឹងក៏នេះដែរក៏គាត់លក្ខណៈថាអន់ចិត្តណាក៏រត់ទៅតាំងសមាធិដល់ពេលតាំងសមាធិអូយកន្លែងនេះចង់ព្រឺគេតាំងសមាធិហើយប្រពន្ធហ្នឹងក៏បានលក្ខណៈថានិយាយដូចជាដាក់បតាសាអញ្ចឹងណាថាចេះថាអោលោកតាអីបើសិនជាពាក្យសម្ដីអីសីនោះបើសិនជានិយាយពាក្យពិតឬក៏ពាក្យកុហកសូមឲ្យកូនប្រពន្ធចុងហ្នឹងคล้ายទៅជាសត្វពស់ឬក៏នាគណាហើយកូននាងខ្ញុំហ្នឹងសូមឲ្យคล้ายទៅជាម្ចាស់ដែលស៊ីអាចចំណីពពួកសត្វទាំងអស់ហ្នឹងคล้ายជាម្ចាស់ណាអធិស្ឋានបងប្អូនអ្នកគ្នាជឿជាក់ថាបងប្អូនបងប្អូនគ្នាកំពុងស្ដាប់ជក់ចិត្តប៉ុន្តែសូមអធិស្ឋានបងប្អូនណាហ្នឹងហើយ admin សុំបន្តិចតាអីស្អីឬក៏តាបោះមិញបងប្អូនណាហ្នឹងហើយហើយដល់ពេលគាត់មានប្រពន្ធទៅដល់2បងប្អូនតាវាយ៉ាងម៉េចដែរចំណុចកន្លែងហ្នឹងហើយតោះឥឡូវយើងទៅបន្តទៀតចាំយើងភាសាគ្នាតាមហ្នឹងហើយសម្រាប់បងប្អូនដែលដឹងសាច់រឿងដំណើររឿងយ៉ាងម៉េចសូមជួយខមមិនកែសម្រួលពលរដ្ឋតែតើជាមួយនឹងការផលិតវីដេអូវាមិនមែនថាវាដឹងមកត្រូវទាំងអស់ទេវាអាច
ប៉ុន្តែគាត់ត្រូវវាភាគច្រើនបងប្អូនណាហ្នឹងហើយទាំងការចូលរួមរបស់ admin ចឹងបងប្អូនណាតោះឥឡូវយើងបន្តទៀតក្រោយក៏សូមអធិស្ឋានដែរបងប្អូនណាហ្នឹងហើយ ដល់ពេលអញ្ចឹងទៅប្រពន្ធអន់ចិត្តប៉ុណ្ណឹងហើយក៏រត់ទៅណាក៏រត់ចេញពីចាក់ចេញពីតាអីសីហ្នឹងទៅហើយក៏ទៅកន្លែងផ្សេងមួយទៀតស្ងៀមស្ងាត់ហើយរស់នៅយ៉ាងកណ្ដោយកណ្ដែងណាមនុស្សស្រីណាមនុស្សស្រីទៅរស់នៅម្នាក់ឯងហើយពិបាកក្រំគ្រានៅក្នុងព្រៃយ៉ាងយូរអង្វាយមែនតើហើយក៏ដល់ថ្ងៃមួយប្រពន្ធហ្នឹងក៏ទៅមកដុំកន្លែងព្រះវិស្ណុហ្នឹងណាព្រះសិវៈសំទោសព្រះសិវៈហើយព្រះសិវៈក៏ឃើញប្រពន្ធដើមហ្នឹងគួរឲ្យអាណិតមែនតើគួរឲ្យអាណិតឃើញយំកណ្ដោយកណ្ដែងហើយរស់នៅយ៉ាងវេទនាណាដោយខ្លួនទីពឹងខ្លួនណាក៏ប្រទានបុតឲ្យមួយប្រពន្ធដើមប្រទានបុតឲ្យប្រពន្ធដើមនឹងមួយទៅបុតហ្នឹងគឺជាសត្វគ្រុឌចិត្តដល់កន្លែងរឿងសៀមហើយប្រពន្ធហ្នឹងជាសត្វគ្រុឌហើយចំណែកឯប្រពន្ធចុងវិញគឺកើតមកសត្វតពស់ណាសត្វតពស់ហើយនឹងនាគដល់ពេលអញ្ចឹងទៅក៏នេះណាក៏ពួកគេរស់នៅយ៉ាងវេទនាទៅនៅក៏កើតមកនាគកើតមកពស់ហើយម្នាក់នោះកើតមកគ្រុឌហើយគាត់រស់នៅយ៉ាងលំបាកមែនតើហើយក៏ថ្ងៃមួយនោះគ្រុឌដើរតែចាប់សត្វពស់ស៊ីដើរចាប់សត្វពស់ស៊ីដើរចាប់ពស់ស៊ីនាគស៊ីពេញទឹកពេញដីទៅដល់ពេលទៅក៏ថ្ងៃមួយសត្វគ្រុឌហើយបក្រោយតិចទៅហើយប្រពន្ធនឹងរស់នៅយ៉ាងវេទនាលក្ខណៈថាម្នាក់បាត់បង់នេះណាប្រពន្ធដើមបាត់បង់ស្វាមីឬក៏នេះអីសីនឹងទៅបាត់បង់ក៏លក្ខណៈថារស់នៅយ៉ាងកណ្ដោយកណ្ដែងពិបាកមែនតើហើយចំណែកឯប្រពន្ធដើមវិញដូចមនុស្សឈួតចឹងលក្ខណៈកាត់មកពស់កាត់មកនាគកាត់មកពស់កាត់មកនាគហើយពស់នាគហ្នឹងដេញតែចឹកម៉ែវាហ្នឹងដេញចឹកប្រពន្ធចុងហ្នឹងហើយចិត្តចង់ឡាប់សតិហើយចិត្តឈួតហើយបកមកនេះវិញបកមកសត្វគ្រុឌវិញថ្ងៃមួយនោះសត្វគ្រុឌហោះបានហោះហើរទៅដល់ជួបព្រះវិស្ណុហើយព្រះវិស្ណុក៏មានក៏លក្ខណៈនិយាយថាមានអីចង់ស្នើសុំអត់ដល់ពេលទៅព្រះវិស្ណុនិយាយអញ្ចឹងហើយដល់ពេលទៅក៏ព្រះវិស្ណុគាត់ពេញចិត្តទៅលើសត្វគ្រុឌហ្នឹងណាគាត់ពេញចិត្តទៅលើសត្វគ្រុឌហ្នឹងដើម្បីយកសត្វគ្រុឌហ្នឹងមកធ្វើយានជំនិះប៉ុន្តែសត្វគ្រុឌហ្នឹងគេគិតថាគេមានទិដ្ឋិខ្លាំងក្លាដែរគេអត់ព្រមទេគេបដិសេធជាមួយនឹងព្រះវិស្ណុតបមកទៀតព្រះវិស្ណុក៏ច្បាំងឈ្នះសត្វគ្រុឌហ្នឹងហើយក៏ចាប់ផ្ដើមនេះទៅចាប់ផ្ដើមជីសត្វគ្រុឌហ្នឹងធ្វើជាយានជំនិះអញ្ចឹងណាសត្វគ្រុឌជាយានជំនិះបន្តមកទៀតព្រះវិស្ណុនិងសត្វគ្រុឌហ្នឹងក៏បានហោះទៅឃើញនេះណាឃើញប្រពន្ធដើមនិងប្រពន្ធចុងរស់នៅយ៉ាងវេទនាម្នាក់ពុះដេញចិត្តម្នាក់ទៀតបាត់បង់កូនហើយរស់នៅយ៉ាងវេទនាពិបាកមែនតើទាំងប្រពន្ធដើមទាំងប្រពន្ធចុងក៏ចុះមកប្រសិទ្ធិឬក៏ប្រាយុទ្ធសិលហ្នឹងដើម្បីឲ្យពួកគាត់នេះវិញណាពួកគាត់មានសម្រស់ស្រស់ស្អាតឡើងវិញមកហើយរស់នៅជាមួយនឹងគ្នាយ៉ាងក្តីសុខទៅហើយតហើយដល់ពេលទៅក៏ដល់ពេលមួយសត្វគ្រុឌនិងព្រះវិស្ណុក៏ដល់ពេលវេលាមួយទៅរស់នៅឋានមួយដែលគេកំពុងតែនេះណាឋានដែលគេកូរសមុទ្រទឹកដោះដើម្បីបង្កើតទឹកអមរិតគេហៅទឹកអមតៈទៅដល់ឋានមួយទៅដល់ឋាននោះហើយក៏មានពពួកយក្សបីសាចច្រើនមែនតើហើយយក្សបីសាចហ្នឹងប្រៀបបានទៅប្រទេសសៀមសពថ្ងៃហ្នឹងណាគឺពពួកនោះលក្ខណៈថាវាមានឥទ្ធិពលខ្លាំងវាមានបារមីខ្ពង់ខ្ពស់ដោយសារអីអាពស់នៅកន្លែងយក្សនេះពស់នៅកន្លែងយក្សគឺមានគេហៅថាទឹកស័ក្តិសិទ្ធិទឹកអមរិតទឹកអមសូមអធិស្ឋានបងប្អូនអ្នកគ្នាអត់មានជឿជាក់ថាបងប្អូនទាំងអស់គ្នាកំពុងតែជួយចិត្តតទៅជាមួយនឹងការបកស្រាយបាននឹងការដំណើររឿងរបស់បងប្រុសប៉ុន្តែដោយអេដមីនបានបញ្ជាក់បងប្អូនដោយសារវីដេអូតទៅជាមួយបងប្រុសគាត់ដំណើរហ្នឹងគឺវែងអញ្ចឹងសូមមានអធិស្ឋានមែនទែនបងប្អូនណាហ្នឹងហើយសូមនៅក្នុងវីដេអូនេះគឺប៉ុណ្្នឹងសិនហើយនឹងដូចជាម៉ោង11អេដមីននឹងឲ្យចំនៅភាគ2គឺជាភាគបញ្ចប់តទៅនឹងការដំណើររឿងហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបើនិយាយទៅតទៅជាមួយនឹងប្រវត្តិបាទគឺតទៅជាមួយនឹងប្រវត្តិរឿងព្រះវិស្ណុជិះលើសត្វគ្រុឌបងប្អូនណាហ្នឹងហើយព្រះវិស្ណុជិះលើសត្វគ្រុឌដោយដៃបាទមានកាន់ធ្នូផងហើយនឹងមានកាន់សំពីពុទ្ធផ្សេងគឺគ្រងបាទ
បើនិយាយទៅគឺជាការប្រុងប្រយ័ត្នជាការត្រៀមបងប្អូនណាគឺជាការត្រៀមដើម្បីបាញ់សត្រូវដែលពួកសត្រូវគឺជាប្រភេទពួកអីគេពួកបាទយៈអសុរៈហ្នឹងដែលតែងតែបាទប្រភេទយៈអសុរៈឬក៏ប្រភេទបិសាចដែលពួកខាងសៀមហ្នឹងគឺវាយកបាទទៅជាគោរពជាទីសក្ការៈរបស់វាដូច្នេះហើយបានពពួកបាទពពួកស្ដេចចេះនិយាយអញ្ចឹងពពួកទៅបាទបងប្អូនអរគ្នាបានពួកស្ដេចវាហ្នឹងគឺចេញមកបាទចរិតគឺសិតតែចោលទាំងអស់បាទចោលតាំងពីរាមាទី1បាទតាំងពីអារាមាទី1រហូតដល់ទីប្រមាណទី7អាហ្នឹងពូជស្ដេចរបស់វាប៉ុន្តែដល់ពេលអាទីប្រមាណនេះតាមពិតហ្នឹងអាទី8អា9អា9 10ហ្នឹងអាហ្នឹងមិនមែនជាពូជស្ដេចទេបងប្អូនណាគ្នាវាស្ដេចដែរប៉ុន្តែអានេះវានិយាយទៅអានេះវាសិតតែជាការលើកឡើងការតាំងតែងរបស់នេះទេរបស់តបវាព្រោះដោយសារតាមពិតវាអានេះវាមានរឿងជាច្រើនទៀតបងប្អូនអ្នកនេះប៉ុន្តែគ្រាន់តែមានចង់បញ្ជាក់ប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងដែលចង់ចែករំលែកទៅកាន់បងប្អូនអ្នកនេះហើយសូមបញ្ជាក់បងប្អូនណាសម្រាប់វគ្គ2គឺសូមចាំតាមដានទស្សនានៅវេលាម៉ោង11ថ្ងៃទី30ខែ12នឹងបងប្អូនអ្នកនេះអញ្ចឹងក្នុងវីដេអូคลิปនេះគឺមានតែប៉ុណ្ណឹងបាទអរគុណបងប្អូនអ្នកនេះបាទអរគុណច្រើនមែនទេសម្រាប់ការតាមដានទស្សនាបាទនៅក្នុងវីដេអូគឺមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនអ្នកនេះតោះបាយបាយ